แล้วយើងនិយាយពីរបៀបប្រើ EA នឹងវិញរបៀបប្រើ EA នេះយើងនិយាយអំពីតើក្នុង EA នេះមាន button ប្រមាណហើយ button នីមួយៗ button ឬក៏ជុំហ្នឹង button ហ្នឹងគឺខ្មែរយើងហៅអីបើប៊ូតុងដូចគ្នាដែរប៊ូតុងនីមួយៗហ្នឹងតើវាប្រើរបៀបម៉េចប៉ុន្តែមិនមែនស៊ីជម្រៅទេគ្រាន់តែស្គាល់ទេដល់ពេលណាដែលយើងคลิก button មួយណាហ្នឹងបានសំខាន់អូខេឥឡូវយើងមើលពីហ្នឹងស្រួលទេអត់មានបាក់ទេយើងមើលតាមមើល trend វា up ណាយើងមើល trend up យើងមើល trend នេះកាលណា trend up នឹង up យើង click buy អូខេ up buy ហើយនៅពេលណា trend នឹង down ក្នុងហ្នឹងវាមាន signal វាពណ៌ក្រហម down ហ្នឹងប៉ុន្តែនេះដោយសាររូបងាប់ណាមើល amplify មែនទេវាចេញក្រហមមកគេដាក់ trend down យើង click sell យើង click sell trend down click sell ហើយបើសិនជា sideways ហ្នឹងបែរថា signal ចេញមក range ហ្នឹងหมายថាវាអត់ទៅលើអត់ទៅក្រោមវាទៅជួយអាហ្នឹងយើង click ហើយជីង hedging ហ្នឹងមានន័យថា buy and sell ទាំងសងខាង buy ផង sell ផងណា hedging ហ្នឹងគាត់ថា hedging ហ្នឹងវាល្អឡើងក៏ចំណេញចុះក៏ចំណេញប៉ុន្តែយើងប្រយ័ត្នព្រោះនៅពេលតិចទៀតយើងនឹងរៀនលម្អិតពីពេលណាដែលយើង click អាទាំងអស់ហ្នឹងណាឥឡូវខ្ញុំតើអាចនិយាយនាំពេកយើងគាត់ដឹងថាប៊ូតុងមួយណាប្រើឲ្យសិនអានេះគឺប៊ូតុងដទៃទៀតក្នុងគេដាក់ close all នេះមានន័យថាពេលដែលយើង close វានេះគឺយើងគ្រាន់តែបិទ position ដែលមានស្រាប់ទេឲ្យវា refresh ឡើងវិញប៉ុន្តែ EA ហ្នឹងនៅតែបន្តចូលឡើងវិញដដែលហើយដែលមិនបិទជួនកាលថាវាញ៉ៃពេកវាចង់ឲ្យ refresh ណាយើងបិទទៅហ្នឹងចោលមិនសារទៅវាចូលឡើងវិញនៅពេលប៉ុន្តែយើងមិនធាក់បិទទេនៅពេលណាដែលវាអត់សូវ draw down ធំយើងបិទទៅឲ្យវាចូលឡើងវិញអាហ្នឹង close all មួយទៀតនេះហៅថា exit now បានន័យថាយើង click exit ហ្នឹងបិទ position ទាំងអស់ហើយឈប់ឲ្យ EA ចូលខុសគ្នាវាលើ close ហើយ EA វាចូលឡើងវិញអានេះ exit now បានថាបិទ position EA ឈប់ចូលមកតមកយើងចូល stop auto នេះ stop auto នេះសំខាន់ stop auto នេះហ្នឹងសំខាន់ stop auto ហ្នឹងកាលណាយើង click stop auto បានថា EA ហ្នឹងអត់បិទ position ទេ position នៅដដែលប៉ុន្តែវាអត់នឹងបានថាវាបន្តចេញចូលវាចូលតាមលក្ខណៈធម្មជាតិរបស់វាអមថាឥឡូវវាជាប់ wholesale បើសិនទីផ្សារឡើងវាចូល sell មកកងទៀតនៅពេលដែលទីផ្សារ retrace ត្រឡប់មកវិញបានវាបិទ position ទាំងអស់ហ្នឹងហើយបានវាឈប់ចូលមកបានថាវា stop naturally អត់ stop ហើយទុកឲ្យ position នៅកណ្ដាលវាទេបានថាវាបិទឲ្យរៀបទៅចង់និយាយថាបិទឲ្យរៀបចំទុកដាក់ឲ្យស្រួលឲ្យវា close តាមធម្មជាតិរបស់វាអត់មានឲ្យជាប់ draw down ធំទេអាហ្នឹង close អាហ្នឹងហៅថា stop auto អានេះ stop buy គឺយើង stop buy position stop sell position ស្រួលអត់មានបញ្ហាអីទេនៅពេលខ្លះយើងត្រូវការលុប stop ថាយើងត្រូវបិទអា buy ចោលយើងត្រូវបិទអា sell ចោលពេលដែលយើងដឹងខ្លួនយើងចូលខុសអញ្ចឹងណាយើងបិទទៅខាតតិចតួចទៀតខាតថ្ងៃក្រោយយើងគង់ស្ដារឡើងវិញទេណាអូខេតាក់ទងវាប្រើ EA តាប៉ុណ្្នឹងទេហើយយើងនឹងចូលសំខាន់បំផុតហ្នឹងពេលណាដែលយើងចុចប៊ូតុងមួយនឹងនិយាយថាសំខាន់អាហ្នឹងយើងត្រូវរៀនអត់តិច